ការអនុវត្តបទឈប់ឆាយនិងការត្រួតពិនិត្យរបស់អាស៊ានក្រុមសង្កេតរូប AOT បង្កើតនិងរង្រឹងក្រុមសង្កេតរូបបទឈប់ឆាយអាស៊ានដើម្បីត្រួតពិនិត្យការដកអាវុធធ្ងន់ៗនិងធានាឲ្យមានតម្លាភាពជំរុញឲ្យមានការចូលរួមពីសង្គមមូលដ្ឋានផ្ដល់សិទ្ធិអំណាចដល់ប្រជាជនមូលដ្ឋានអ្នករងអ្នកត្រូវផ្លាស់ប្ដូរលំឋាននិងអ្នករងផលប៉ះពាល់សេដ្ឋកិច្ចឲ្យចូលរួមតាមដានបទឈប់ឆាយនិងការស្ដារជីវភាពឡើងវិញដោះស្រាយវិវាទដែនសមុទ្រនិងធនធានធម្មជាតិបន្តការចរចាដោយតំណែងទំនងគ្នា MOU ឆ្នាំ2001ដើម្បីដោះស្រាយដំណើរការទាំងការកំណត់ព្រំដែនដែនសមុទ្រនិងអភិវឌ្ឍធនធានធម្មពលរួម Joint Development Area ដែលអាចជាកម្លាំងរុញច្រាសសេដ្ឋកិច្ចវិជ្ជមានសម្រាប់កិច្ចព្រមព្រៀងទំនាយ 4. សេចក្តីសន្និដ្ឋាននិងអនុស្សាវរីយ៍ 4.1 សេចក្តីសន្និដ្ឋានសរុបមូលហេតុការជាប់ជាងបណ្ដាលមកពីការជាប់ប្រពៃណីច្បាប់អាណានិគមឥទ្ធិពលនយោបាយផ្ទៃក្នុងលទ្ធិនីតិនិយមនិងផលប៉ះពាល់សេដ្ឋកិច្ចសន្តិសុខអសម័យសេចក្តីសម្រេចច្បាប់មិនគ្រប់គ្រាន់សហក្រុម ICJ បានផ្ដល់ភាពច្បាស់លាស់ត្រឹមតែប្រសាព្រះវិហារប៉ុណ្ណោះប៉ុន្តែมันបានកំណត់ព្រំដែនគោកទាំងអស់ទេដែលរក្សាភាពមិនច្បាស់លាស់យុទ្ធសាស្ត្រលើតំបន់ព្រំប្រទាបផ្សេងទៀតដំណោះស្រាយយូរឆ្លាងទាមទារឲ្យមានការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការបកស្រាយច្បាប់ទៅជាយន្តការពាក់ច្រាស់នៃការកសាងទំនុកចិត្តនិងការសម្របសម្រួលផ្នែកនយោបាយក្រោមការត្រួតពិនិត្យពីតំបន់ 4.2 អនុសាសន៍វាយុទ្ធសាស្ត្រពហុជនអនុវត្តការបោះសម្អាតមានមនុស្សហត្ថធាជុំគ្នាជាអាទិភាពបម្រើជាការកសាងទំនុកចិត្តភ្លាមៗនិងផ្ដោតលើសុវត្ថិភាពជនស៊ីវិលពង្រឹងក្រុមសង្កេតរូបអាស៊ាន AOT